បន្តពីភាគមុននៅពេលដែលណារីនិងស៊ីអនកំពុងអង្គុយស្ទួយត្រីប៉ុន្តែពួកគេស្ទួយត្រីមិនបាននោះទេជាក់ស្ដែងប្រភេទថាមពលរបស់ស៊ីអនធ្វើឲ្យពិបាកដោះស្រាយជាមួយនឹងពពួកសត្វក្នុងទឹកក្រោយមកស៊ីអនដើរទៅរកគីសុកដោយប្រាប់គីសុកពីរបៀបប្រើប្រាស់ម៉ាណាឲ្យបានត្រឹមត្រូវព្រោះរាល់ដងគីសុកប្រើប្រាស់ម៉ាណារបស់គេសម្រាប់តែការពារប៉ុណ្ណោះនៅលើរឿងនេះស៊ីអនបានចាប់យកថ្មពន្លឺមួយដុំហើយប្រាប់គីសុកឲ្យកាន់វាគីសុកភ្ញាក់ផ្អើលដែលគេត្រូវបានស្នើសុំឲ្យកាន់ថ្មពន្លឺភ្លាមៗប៉ុន្តែពេលនោះថ្មនោះក៏ធ្លាក់ពីដៃរបស់គេនេះជាពេលដែលគេដឹងថាថ្មនោះគឺជា Demonic Energy នៅក្នុងស្នូលរបស់វាហើយគេមិនអាចដាក់កម្លាំងគ្រប់គ្រាន់ដើម្បីកាន់វានោះទេឈីអននិយាយថាគេសុកនិយាយត្រូវព្រោះថ្មពន្លឺខ្លះមានថាមពលបិសាចប្រមូលដុំនៅក្នុងវាហើយថាមពលបិសាចពីអាណាចក្របិសាចគឺជាថាមពលមិនទាន់ចម្រាញ់ឈីអនបញ្យល់ថាគេត្រូវប្រើម៉ាណាដែលចម្រាញ់ដើម្បីរុញវាចេញមុនពេលគេប្រើថាមពលរបស់គេបានត្រឹមត្រូវឈីអនប្រាប់គេសុកថាគេមានម៉ាណាជាច្រើននៅក្នុងខ្លួនរបស់គេប៉ុន្តែគេគ្រាន់តែមិនមានជំនាញក្នុងការគ្រប់គ្រងវាប៉ុណ្ណោះឈីអនប៉ះចំណុចមួយនៅលើទ្រូងរបស់គេហើយសួរគេថាតើផ្លូវមួយបានបើកនៅក្នុងខ្លួនរបស់គេដែរឬទេដោយដែលឈីអនបាននិយាយគេសុកអាចមានអារម្មណ៍ថាម៉ាណាកំពុងហូរពេញខ្លួនរបស់គេហើយឈីអនជំរុញឲ្យគេដើរតាមផ្លូវដែលបានបើកមុននេះឈីអនក៏ប្រាប់គេឲ្យផ្ដោតអារម្មណ៍លើម៉ាណារបស់គេខណៈពេលដែលព្យាយាមលើកថ្មពន្លឺនោះគីសុកធ្វើតាមការណែនាំហើយបន្ទាប់ពីការតស៊ូបន្តិចជាមួយថ្មគេក៏អាចលើកវាបានយ៉ាងងាយស្រួលគីសុកចាប់អារម្មណ៍ថាការលេងចោលនិងការសម្អាតថ្មគឺសុទ្ធតែជាផ្នែកមួយនៃផែនការរបស់ស៊ីអនដោយសារគីសុកសប្បាយចិត្តនឹងធ្វើវាស៊ីអនក៏ប្រាប់គេឲ្យបន្តចរន្តម៉ាណាគីសុករំភើបចំពោះស្ថានភាពទាំងមូលហើយធានាស៊ីអនថាគេត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលស៊ីអនបានលើកឡើងស៊ីអនក៏ចាប់អារម្មណ៍នឹងការតាំងចិត្តនិងមានឆន្ទៈរបស់គេដែរព្រោះនៅក្នុងចិត្តស៊ីអនជឿជាក់ថាគីសុកមានសមត្ថភាពអាចធ្វើវាបានយប់នោះស៊ីអនជួថ្មពន្លឺនៅលើពិដានហើយថ្មនោះបញ្ចេញពន្លឺបានយ៉ាងល្អខណៈដែលអ្នកផ្សេងទៀតកំពុងដេកលក់ហើយខណៈដែលគូគេកំពុងតែមើលថែពងរំពេចនោះគូឃើញនារីក្រាបឈរពីដំណេករបស់នាងដើរដូចជាស៊ូប៊ីហើយនាងក៏ចាប់ផ្ដើមចេញពីផ្ទះហើយរឿងដែលគូឲ្យភ្ញាក់ផ្អើលនារីដើរចេញពីផ្ទះដើម្បីបោកខោអាវរបស់នាងព្រោះវាប្រឡាក់គូនៅឆ្ងាយបន្តិចហើយឆ្ងល់ថាហេតុអ្វីក្មេងស្រីរូបនេះបោកខោអាវនាងនៅពេលយប់គូជឿថានាងត្រូវធ្វើវាព្រោះនាងជាក្មេងស្រីហើយមិនមានសម្លៀកបំពាក់ផ្សេងទៀតទេមិនយូរប៉ុន្មាននារីដើរចេញពីទឹកដោយក្តីរីករាយដែលនាងបានបោកខោអាវរបស់នាងហើយឥឡូវនេះវាស្អាតហើយនាងកំពុងអបអរសាទរជ័យជំនះតូចរបស់នាងនៅពេលដែលឈីអនចេញទៅខាងក្រៅធ្វើដូចជាគេចេញទៅស្រូបយកខ្យល់អាកាសបរិសុទ្ធនៅពេលនារីសួរគេថាគេកំពុងធ្វើអ្វីនៅខាងក្រៅគេអះអាងថាគេកំពុងដើរលេងជាមួយនឹងគូឈីអនក៏សួរនាងថាតើនាងកំពុងដើរលេងដែរឬទេហើយនាងក៏ឆ្លើយដោយភ័យបន្តិចថាបាទឈីអនក៏ប្រាប់នារីឲ្យឈរនៅស្ងៀមហើយគេក៏ដាក់ខ្សែក្រវ៉ាត់និងផ្ការបស់នាងនៅលើចង្កេះនារីចូលចិត្តការបន្ថែមថ្មីបែបនេះព្រោះនាងមើលទៅលយរំពេចនោះពួកគេឮសំឡេងរំខានចេញពីព្រៃហើយរឿងនេះធ្វើឲ្យនារីភ័យខ្លាចប៉ុន្តែឈីអនធានានាងថានាងគ្មានអ្វីត្រូវបារម្ភទេព្រោះវាគ្រាន់តែជាសត្វកណ្ដូបប៉ុណ្ណោះពួកគេចាប់ផ្ដើមដើរត្រឡប់ទៅផ្ទះវិញហើយឈីអនសួរនារីថាតើមានអ្វីផ្សេងទៀតដែលនាងត្រូវការដែរទេដូចជាសម្លៀកបំពាក់និងស្បែកជើងជាដើមនារីក៏និយាយថានាងពេញចិត្តនឹងអ្វីដែលឈីអនបានផ្ដល់ឲ្យនាងរួចហើយក្រោយមកឈីអនចេញពីអាណាចក្របិសាចដោយស្លៀកពាក់ស្អាតប៉ុន្តែគ្មានស្បែកជើងគេមានបំណងទន្ទិញអីវ៉ាន់ឲ្យនារីហើយអ្នកដំណើរដែលឆ្លងកាត់មើលឈីអនដូចជាគេជាមនុស្សឈួតយ៉ាងចឹងឈីអនមិនអាចនាំនារីចេញពីពិភពបិសាចបានទេព្រោះនាងមានឧបករណ៍តាមដានដែលបង្កប់នៅក្នុងខ្លួនរបស់នាងហើយនាងក៏កំពុងរងទុក្ខដោយរបួសផ្លូវចិត្តផងដែរខណៈដែលឈីអនកំពុងឈរមើលរកហាងលក់សម្លៀកបំពាក់គ្មានប្រុសម្នាក់មើលទៅដូចជាអ្នកសុំទានក៏ដើរមករកគេហើយគេធានាថាគេអាចជួយរកហាងលក់សម្លៀកបំពាក់សម្រាប់ឈីអនបានក៏ប៉ុន្តែឈីអនត្រូវបង់ប្រាក់ឲ្យគេចំនួន10000វ៉ុនដោយសារតែគេមើលឃើញយ៉ាងច្បាស់ថាឈីអនមិនមែនមកពីតំបន់នោះទេគេធានាថាគេអាចនាំគេទៅហាងបានឈីអសុខចិត្តបង់ប្រាក់ប៉ុន្តែគេប្រាប់បុរសនោះថាគេមិនមានលុយរាយនោះទេហើយគេនឹងបង់ប្រាក់នៅពេលគេមានលុយរាយប៉ុណ្ណោះពេលនោះមិនចាប់អារម្មណ៍ទេដែលអ្នកប្រមាញ់គ្មានប្រាក់10000វ៉ុនជាមួយគេហើយគេសន្មតថាឈីអជាអ្នកចំណូលថ្មីដែលត្រូវបានគេបោកប្រាស់ទោះជាយ៉ាងណាក៏ដោយគេនៅតែសុំឈីអឲ្យដើរតាមគេព្រោះគេមើលទៅឈីអក៏មានលុយទិញសម្លៀកបំពាក់ស្អាតបាតដែរខណៈដែលពួកគេកំពុងដើរតាមផ្លូវក្មេងនោះណែនាំខ្លួនថាគេមានឈ្មោះបងគូហើយឈីអចាប់អារម្មណ៍ឃើញថាឡានប៉ូលីសដែលកំពុងចតនៅជុំវិញនេះធ្វើឲ្យគេជឿថាតំបន់អនាធិបតេយ្យឥឡូវនេះមានសុវត្ថិភាពហើយបងគូក៏លើកឡើងថាគេអាចមើលឃើញយ៉ាងច្បាស់ថាឈីអមិនទាន់ភ្ញាក់ផ្អើលដឹងខ្លួនយូរទេព្រោះគេចេញពីច្រកទ្វារតែគ្មានឧបករណ៍អ្វីទាំងអស់ចំពោះអង្គូគេជឿថាឈីអត្រូវបានគេប្លន់ដោយបុរសខ្លាំងៗផ្សេងទៀតប៉ុន្តែគេផ្ដល់ដំបូន្មានឈីអថាគេមិនគួរចោទចែងនោះទេឈីអនគិតថាក្មេងប្រុសនេះឆ្លាតសម្រាប់អាយុរបស់គេប៉ុន្តែគេត្អូញត្អែរថាគេមិនមែនជាក្មេងទេព្រោះគេមានអាយុ17ឆ្នាំហើយ
លំពេចនោះពួកគេឃើញក្រុមជនពាខ្លះនៅខាងមុខហើយបង្គោលប្រាប់ស៊ីអនឲ្យជៀសវាងពីសង្កាត់នេះព្រោះវាជាតំបន់អនាធិបតេយ្យដែលគ្រោះថ្នាក់បំផុតនៅទីនេះជាក់ស្ដែងក្រុមក្មេងទំនើបធ្លាប់នៅតំបន់សង្កាត់ទី11ប៉ុន្តែពួកគេបានពង្រីកទឹកដីរបស់ពួកគេទៅសង្កាត់ទី13បង្គោលនិយាយថាប៉ូលីសក៏មិនអាចនៅទីនោះទៀតដែរហើយពេលនេះហើយដែលបង្គោលបង្ហាញថាពួកគេពិតជាកំពុងឈរនៅសង្កាត់ទី12រឿងនេះធ្វើឲ្យជីអនបារម្ភខណៈគេឆ្ងល់តើមណ្ឌលកុមារកំព្រាដែលគេរស់នៅសង្កាត់ទី13នៅមានទេទន្ទឹមនឹងនេះដែរនៅខាងក្នុងហាងលក់សម្លៀកបំពាក់កុមារម្ចាស់ហាងកំពុងសោកស្ដាយចំពោះការសម្រេចចិត្តរបស់នាងក្នុងការបើកហាងលក់កៅអៅនៅតំបន់អនាធិបតេយ្យហើយនាងកំពុងគិតពីការបដូរអាជីវកម្មនៅពេលដែលជីអនចូលហាងបន្ទាប់ពីមានការប្រស័យតាក់ទងគ្នាដ៏គួរឲ្យអស់សំណើចរវាងបង្គោលនិងម្ចាស់ហាងគេប្រាប់នាងថាឈីអននៅទីនេះដើម្បីទិញសម្លៀកបំពាក់ខ្លះម្ចាស់ហាងចាប់បង្គោលដោយកំហឹងដោយប្រាប់គេថាឈប់នាំអ្នកប្រមាញ់ដែលដាច់ដៃមកហាងរបស់នាងទៀតព្រោះនាងមានពួកគេជំពាក់ប្រាក់ច្រើនណាស់ទៅហើយម្ចាស់ហាងបានបដិសេធឈីអនរួចទៅហើយដោយសារតែរបៀបដែលគេស្លៀកពាក់ជាក់ស្ដែងនាងគឺជាអ្នកដែលបានប្រាប់បង្គោលឲ្យនាំអ្នកប្រមាញ់ដែលគួរឲ្យអាណិតមកហាងព្រោះពួកគេរំលឹកនាងអំពីប្អូនប្រុសដែលស្លាប់របស់នាងម្ចាស់ហាងទទួលសាច់រឿងនេះប៉ុន្តែនិយាយថានាងនឹងត្រូវបិទអាជីវកម្មរបស់នាងប្រសិនបើនាងបន្តជួយខណៈដែលអ្នកទាំងពីរកំពុងរវល់ជួបគ្នាដូចជាគូស្នេហ៍ឈីអនកំពុងពិនិត្យមើលសម្លៀកបំពាក់នៅក្នុងបន្ទប់ពេលនោះឈីអនក៏កាត់សម្ដីដែលប្រាប់ពួកគេថាគេចង់ទិញសម្លៀកបំពាក់ហើយក៏ដកក្រាបដាស់ប្រាក់10លានវ៉ុនចេញមកដោយនិយាយថាវាជាលុយទាំងអស់របស់គេដែលមាននៅពេលដែលពួកគេឃើញរឿងនេះការទទួលស្គាល់របស់ពួកគេក៏បានផ្លាស់ប្ដូរខណៈដែលម្ចាស់ហាងចាប់ផ្ដើមធ្វើខ្លួនជាម្ចាស់ហាងដ៏ល្អខណៈដែលបង្គោលដឹកចានអាហារសម្រន់និងភេសជ្ជៈសម្រាប់គេម្ចាស់ហាងចាប់ផ្ដើមធ្វើទីផ្សារសម្លៀកបំពាក់ទាំងអស់ដែលនាងមាននៅក្នុងហាងជីអតក៏ប្រាប់ម្ចាស់ហាងថាគេត្រូវការសម្លៀកបំពាក់សម្រាប់ក្មេងស្រីអាយុពាក់កណ្ដាលនិងសម្រាប់ខ្លួនគេម្ចាស់ហាងសប្បាយចិត្តពេលឮរឿងនេះហើយនាងក៏លោតចូលហាងរបស់នាងដើម្បីចាប់ផ្ដើមយកសម្លៀកបំពាក់ដ៏ស្រស់ស្អាតដែលនាងមាននៅចុងបញ្ចប់នៃថ្ងៃនេះជីអតបានទិញសម្លៀកបំពាក់គ្រប់ម៉ូដដែលគេអាចរកបានពីហាងហើយម្ចាស់ហាងប្រាថ្នាថាថ្ងៃរបស់នាងអាចបន្តដូចនេះបន្ទាប់ពីវិកខ្ចៅអ្វីៗទាំងអស់នាងស្នើឲ្យពួកគេទៅដឹកជញ្ជូនបន្តែជីអនធានានាងថាគេអាចដឹកជញ្ជូនបានដោយខ្លួនឯងជីអនក៏ដក100000វ៉ុនសម្រាប់បង្គោលហើយគេប្រាប់គេថាគេមានសំណើមួយទៀតដែលត្រូវសុំបន្ទាប់ពីពួកគេចេញពីហាងបង្គោលនៅស្ងៀមរហូតដល់គេនាំជីអនទៅកាន់ផ្ទះសំណាក់ដែលគេបានស្នើសុំគេធានាថាផ្ទះសំណាក់មានសុវត្ថិភាពព្រោះប៉ូលីសនៅក្បែរនោះហើយម្ចាស់ហាងគឺជាមនុស្សល្អបន្ទាប់ពីរឿងនេះស៊ីអនក៏ចូលទៅខាងក្នុងដោយប្រាប់បង្គោលរងចាំខាងក្រៅបង្គោលឈរចាំនៅខាងក្រៅដែលគិតអំពីអ្វីដែលកើតឡើងនៅខាងក្នុងហាងគេជឿថាមានអ្វីមួយចម្លែកព្រោះស៊ីអនបានប្រាប់ឲ្យគេ100000វ៉ុនហើយក៏បានទិញសម្លៀកបំពាក់ឲ្យគេផងដែរគេជឿថាស៊ីអនគឺជាមនុស្សអ្នកដែលលបងក្មេងដើម្បីចាប់ចំណិតពួកគេដែលធ្វើឲ្យគេមានចំណាត់ថាតើទៅរត់ឬមិនរត់ក្នុងពេលជាមួយគ្នានេះគេក៏គិតអំពីវាហើយដឹងថាស៊ីអនប្រហែលជាមនុស្សល្អម្នាក់មួយសន្ទុះក្រោយមកស៊ីអនក៏ត្រឡប់មកខាងក្រៅវិញហើយនិយាយថាបង្គោលនិយាយត្រូវអំពីម្ចាស់ផ្ទះដែលចិត្តល្អលំពេចនោះក៏គេហុចសារមួយឲ្យទៅបង្គោលតែនិយាយថាគេអាចមើលឃើញយ៉ាងច្បាស់ថាគេកំពុងរស់នៅតាមផ្លូវស៊ីអនមកបង់ថ្លៃជួលរយៈពេល1ឆ្នាំជាមុនដើម្បីឲ្យគេអាចចាប់ដើមរស់នៅទីនោះបានហើយក្រៅពីនេះគេក៏បានបង់ថ្លៃអាហារសម្រាប់គេផងដែរហើយបន្ទាប់ពីរៀបចំអ្វីគ្រប់យ៉ាងគេក៏ប្រាប់បង្គោលថាគេកំពុងចេញទៅហើយខណៈដែលស៊ីអនរៀបនឹងចូលទៅក្នុងច្រកទ្វារដើម្បីត្រឡប់ទៅអាណាចក្របិសាចវិញបង្គោលបានបង្ខំឲ្យគេសួរថាតើគេមានគោលបំណងលាក់បាំងដែរទេព្រោះគេទើបតែបានជួបគេនៅថ្ងៃនោះបង្គោលមិនអាចជឿបានថាស៊ីអនបានធ្វើរឿងល្អៗទាំងអស់សម្រាប់គេទេហើយស៊ីអនប្រាប់គេថាគេធ្វើអ្វីគ្រប់យ៉ាងដែលគេអាចធ្វើបានគឺរំលឹកគេអំពីរបៀបអ្វីៗដែលគេធ្លាប់មានស៊ីអនលើកឡើងថាគេធ្លាប់ដូចជាបង្គោលដែរទោះបីជាយូរណាស់មកហើយក៏ដោយជាមួយនឹងការនិយាយបែបនេះស៊ីអនក៏ដើរចូលទៅក្នុងអាណាចក្របិសាចហើយនៅពេលគេត្រឡប់មកវិញណារីមានការព្រួយបារម្ភរួចទៅហើយព្រោះស៊ីអនបានចេញទៅក្រៅដោយមិនបាននិយាយអ្វីសោះស៊ីអនក៏លើកឡើងថាគេបានចេញទៅក្រៅដើម្បីយកអំណោយសម្រាប់ណារីគេទម្លាក់កាបូបនៅជាមួយនាងហើយវាពោពេញទៅដោយសម្លៀកបំពាក់ស្អាតៗណារីរំភើបចិត្តយ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ស្អាតៗដែលស៊ីអនបានទិញឲ្យនាងហើយគេក៏ជំរុញឲ្យនាងយកពួកវាទៅចូលក្នុងផ្ទះដើម្បីសានៅក្នុងរូបភាពបានបង្ហាញឲ្យដឹងយ៉ាងច្បាស់ថាសម្លៀកបំពាក់ដែលស៊ីអនពាក់គឺជាសម្លៀកបំពាក់របស់គីសុកដែលស៊ីអនបានខ្ចីដើម្បីទៅពិភពមនុស្សហើយគេមិនបានទិញអ្វីឲ្យគេទេនៅពេលគេត្រឡប់មកវិញបន្ទាប់មករូបភាពក៏បានបង្ហាញពីសុទ្ធវាដូចជាកំពុងតែចង់ញាស់ហើយសាច់រឿងរបស់យើងក៏សូមស្លេះត្រឹមប៉ុណ្នេះដូចគ្នាខ្ញុំក៏ជាអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់សម្រាប់ការទស្សនាហើយក៏សូមអរគុណសម្រាប់ការ Subscribe Like និង Comment ផងដែរ